ជំរាបសួរពុកម៉ែបងប្អូនថ្ងៃនេះខ្ញុំបាទក្រុម GMKC Construction សូមណែនាំនៅផ្ទះវិឡាមួយកន្លែងដែលមានទីតាំងនៅភូមិសម្បួរឃុំប្រសោតស្រុកស្វាយទាបខេត្តស្វាយរៀងផ្ទះនេះគឺមានទំហំ7 គុណនឹង12ទូផ្ទះហើយនឹងលើរំដាខាងមុខ2ម៉ែត្រហើយបន្ទប់ទទួលភ្ញៀវនេះគឺមានទំហំ6.8 ម៉ែត្រគុណនឹង4.30 ម៉ែត្រហើយទៅនេះផងដែរមានបន្ទប់ជើងខាងក្រោមចំនួន1ទៅធំសម្រាប់បន្ទប់ឪពុកម្ដាយហើយក៏នៅខាងក្រោមមានបន្ទប់ទឹក2និងផ្ទះបាយ1និងទទួលភ្ញៀវ1សម្រាប់ផ្នែកខាងក្រោមជាប់ទាត់ដីនេះផងដែរគឺបន្ទប់ទឹករួមនៅខាងក្រោមជណ្ដើរនេះគឺបន្ទប់ក្រោមដែលមានទំហំ2 ម៉ែត្រគុណនឹង3 ម៉ែត្រកន្លះបន្ទប់មានបន្ទប់តូចមួយសម្រាប់ដាក់ទូកៅអៅបាទលាក់ទូកៅអៅហើយមានបន្ទប់ទឹកនៅទល់មុខនេះហើយសម្រាប់ការ៉ូជញ្ជាំងបន្ទប់ទឹកនេះគឺយើងវាយរហូតដល់បណ្ដាញកម្ពស់2 ម៉ែត្រចិត្តនេះគឺបណ្ដាញដែលយើងធ្វើរួចរាល់ប្រហែលជា 70-80% ទាំងលើទាំងក្រោមតោះមកនេះគឺជាជណ្ដើរឡើងទៅជាន់ទី1ដែលមាន3កាច់មួយកាច់5កាំ5កាំទឹកជណ្ដើរហ្នឹងពីទឹក8ហ៊ុនហើយនៅកម្ពស់ពីទឹក2ហ៊ុននេះគឺខាងលើមានបន្ទប់ជើង3និងបន្ទប់ទឹក2នេះគឺបន្ទប់ទទួលភ្ញៀវខាងលើហើយខាងផ្នែកខាងក្រោយគឺបន្ទប់គេង2មានទំហំ3 ម៉ែត្រកន្លះគុណនឹង4 ម៉ែត្របាទ3កន្លះគុណ4 ម៉ែត្រប៉ុនគ្នានេះគឺបន្ទប់ទឹកមួយរួមសម្រាប់បន្ទប់ទឹកឲ្យកូននៅបន្ទប់ខាងក្រោយ2ហើយខាងលើផងដែរនោះគឺយើងមានបន្ទប់លេខឧស្សាហ៍មួយមានបន្ទប់ទឹកនៅក្នុងនោះបាទហើយសម្រាប់បណ្ដានគឺយើងលេខ2ជាន់សម្រាប់បន្ទប់លេខឧស្សាហ៍កន្លែងទូភ្ញៀវចូលមកគឺយើងចុះទៅខាងក្រោមទៅខាងក្រៅវិញសម្រាប់ការ៉ូគឺការ៉ូបាតការ៉ូជាងគឺយើងយកប្រភេទសាច់ម៉ាក់ការ៉ូជាងគឺយើងវាយខាងក្រៅកន្លែងទូភ្ញៀវកន្លែងផ្ទះបាយគឺយើងប្រើការ៉ូកម្ពស់1.3 ម៉ែត្រជ្រីហើយនៅក្នុងបន្ទប់ជើងទាំងអស់គឺយើងបិទការ៉ូជាងតែបិទជើងជាងកម្ពស់1.2 ឬក៏1.5 ម៉ែត្រនេះគឺផ្នែកខាងក្រៅបាទកំពុងតែដំណើរការចាប់ជ្រុងជ្រីចកេះជ្រីផ្អួចហើយនឹងកំពុងបៀកថ្នាំតែនេះផងដែរគឺថ្នាំគឺយើងប្រើថ្នាំគ្រាប់បាញ់ថ្នាំគ្រាប់សាច់បៀកយើងប្រើមកយូស៊ីដែលជាផលិតផលរបស់ម៉ាឡេស៊ីបាទហើយថ្នាំគ្រាប់នេះផងដែរគឺយើងរុញថ្នាំពណ៌ហើយគឺយើងប្រហើបរតព្រោះម្ចាស់ផ្ទះគាត់ស្រឡាញ់ពណ៌ផ្លេករបស់បរតចឹងគាត់ថែមលើបរតនឹងគាត់ទិញបរតមកឲ្យយើងជួយប្រហើឲ្យបាទហើយផ្នែកខាងក្រៅនេះគឺយើងជ្រីបាន 80% ហើយគឺនៅតែជ្រីចកេះហើយនឹងជ្រីបេរ៉ង់ដាតិចតួចដែលត្រូវបង្ហើយបន្ទាប់មកគឺយើងដល់វគ្គបិទម៉ាតចិនដើបិទអីបញ្ចប់ការងារពពាក់ប្អួចគឺនឹងទ្វារក្នុងរយៈពេល1 ខែទៀតបាទសូមអរគុណ